ញោមមីសួរគ្រឿងសមុទ្រភិកច្រើនជាម្ហូបដែលគេដាក់នៅតាមតុការរសជាតិនឹងបែបព្រៀងដិតជូរហឹរប្រៃហើយនឹងផ្អែមហើយបើសិនជាបងប្អូនចង់ចេះពីវិធីធ្វើញ៉ាំនៅផ្ទះដោយខ្លួនឯងអាចមើលក្នុងវីដេអូនេះបានធានាថារសជាតិនឹងគឺមកចូលជាតិឆ្ងាញ់ត្រូវចិត្តហ្មងចំពោះគ្រឿងផ្សំដំបូងដែលយើងត្រូវការគឺយើងមានជាគ្រឿងសមុទ្រហ្នឹងហើយគឺយើងមានជាបកាហើយនឹងមឹកហើយចំពោះមឹកវិញបើសិនជាបងប្អូនវះមកឃើញកមួនសនៅក្នុងពោះវានឹងមិនមែនជាហួយមិនអីណាបងប្អូនអានឹងគឺពងរបស់វាហើយមឹកហ្នឹងបងប្អូនចង់យកវាមកឆូតដូចខ្ញុំអញ្ចឹងក៏បានឬក៏កាត់វាកង់ហ្មងក៏បានដែរហើយនៅក្នុងក្បាលរបស់វានឹងមានធ្មេញមានអីយើងសម្អាតឲ្យស្អាតមកហើយចំពោះបកាវិញយើងយកកន្លែងតសៃខ្នងហើយវះវាអញ្ចឹងមកហើយចំពោះផ្នែកសាច់ហ្នឹងយើងក៏មានជាសាច់ជ្រូកច្រាមខ្លះដែរនៅក្នុងទឹកដែលយើងដាំដើម្បីស្រោះមឹកហើយនឹងបកាហ្នឹងយើងបន្ថែមអំបិលបន្តិចមកហើយក្នុងកំឡុងពេលចាំឲ្យទឹកពុះហ្នឹងយើងមកដាក់ត្រាំមីសួរឲ្យហើយមីសួរគឺត្រាំជាមួយទឹកក្តៅអ៊ុនណាបងប្អូនខ្ញុំបានលាយទឹកត្រជាក់ជាមួយនឹងទឹកក្តៅបន្ទាប់មកយើងមកធ្វើទឹកត្រីឲ្យហើយចំពោះទឹកត្រីនេះខ្ទឹមសខ្ទឹមក្រហមគឺខ្ញុំដាក់កិនបញ្ចូលគ្នាខ្ទឹមស 4-5 ក្រពើខ្ទឹមក្រហម 4-5 កណ្ដុំតូចម្ទេសដៃនាងបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តហើយក្នុងនោះខ្ញុំបន្ថែមម្ទេសម្លេចំនួន2ផ្លែដែរបងប្អូនដើម្បីឲ្យញាំរបស់យើងនឹងវាមានពណ៌ក្រហមស្អាតអញ្ចឹងទៅហើយអីដែលធ្វើឲ្យញាំរបស់យើងកាន់តែមានរសជាតិឆ្ងាញ់គឺជាទឹកប្រហុកបងប្អូនទឹកប្រហុកខ្ញុំដាក់មកកូនវែកតូចហើយលាយជាមួយទឹកត្រីនឹងកន្លះវែកទៀតបន្ទាប់មកខ្ញុំបន្ថែមប៊ីចេង1ស្លាបព្រាកាហ្វេហើយនឹងស្ករស1ស្លាបព្រាបាយកន្លះក្រូចឆ្មាយើងច្របាច់វារាងច្រើនណាបងប្អូនគឺយើងយករសជាតិនឹងឲ្យរាងដិតបន្តិចគឺជូរប្រៃហើយនឹងផ្អែមហើយបើសិនជាបងប្អូនណាដែលមានទឹកប្រហុកទេយើងអាចប្រើទឹកត្រីសុទ្ធក៏បានដែរគ្រាន់តែថារសជាតិគឺអត់សូវឆ្ងាញ់អញ្ចឹងណាបន្ទាប់ពីយើងច្របល់វាចូលជាតិរួចរាល់ហើយបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានហើយបន្ទាប់មកយើងមកត្រៀមទឹកត្រជាក់បន្តិចដើម្បីទុកត្រាំមឹកហើយនឹងបកាអញ្ចឹងណាបន្ទាប់ពីទឹកពុះហើយគឺខ្ញុំដាក់ស្រុះមឹកមុនបងប្អូនមឹកហ្នឹងខ្ញុំដាក់ស្រុះប្រហែលជាខ្ទង់30វិនាទីខ្ញុំដាក់បកាចូលមកបន្ទាប់ពីដាក់បកាចូលហើយយើងទុកវា1នាទីទៀតចាំយើងស្រង់ចេញយើងស្រង់ចូលដាក់ត្រាំក្នុងទឹកត្រជាក់បងប្អូនដើម្បីឲ្យសាច់មឹកហើយនឹងបកាហ្នឹងគឺវាឡើងស្រួយយើងដាក់ត្រាំចោលប្រហែលជា5នាទីអីទៅបងប្អូនហើយក្នុងកំឡុងពេលហ្នឹងគឺយើងមកចម្អិនសាច់ជ្រូកនេះយើងចាក់ទឹកសធម្មតាហ្នឹងបងប្អូនចាក់សាច់ជ្រូកចូលកូរនៅលើភ្លើងបន្តិចមកគឺថារួចរាល់ហើយយើងអត់មានថែមគ្រឿងថែមប្រេងឆាអីណាបងប្អូនហើយមីសួរបន្ទាប់ពីខ្ញុំត្រាំវាខ្ទង់ 3-4 នាទីហ្នឹងវាចាប់ផ្ដើមឡើងទន់អញ្ចឹងគឺខ្ញុំយកវាមកកាត់ជាសរសៃមកល្មមអញ្ចឹងទៅប៉ុន្តែមីសួរបងប្អូនលាងទឹកផងណាត្រាំវាហើយលាងវាមកទឹកពីទឹកទៀតមកដើម្បីកុំឲ្យវាមានក្លិនហើយចំពោះផ្នែកបន្លែសម្រាប់យើងធ្វើញ៉ាំមីសួរហ្នឹងគឺខ្ញុំមានដូចជាការ៉ុតខ្ទឹមបារាំងហើយនិងស្ពៃក្តោបពណ៌ស្វាយបន្លែគឺខ្ញុំអត់ដាក់ច្រើនទេបងប្អូនខ្ញុំដាក់មួយមុខបន្តិចអញ្ចឹងណាហើយបើសិនជាបងប្អូនណាដែលចូលចិត្តបន្លែរាងច្រើនក៏ដាក់ឲ្យច្រើនមុខជាងនឹងក៏បានដែរយើងដាក់វាចូលច្របល់ជាមួយនឹងមីសួរមើលតែវាចូលជាតិស្មើសាច់គ្នាហើយចាំដាក់គ្រឿងសមុទ្រចូលហើយអាម្ដុំសថ្លានេះអានឹងមិនមែនជាហួយទេណាបងប្អូនអានឹងគឺពងរបស់មឹកហើយបន្ទាប់មកហ្នឹងចាំយើងដាក់សាច់ជ្រូកដែលយើងបានច្រាំហើយចាំចាក់ទឹកត្រីចូលទឹកត្រីនេះដំបូងយើងចាក់ខ្ទង់ពាក់កណ្ដាលអីសិនទៅបងប្អូនក្រែងលោវាប្រៃជ្រុលអញ្ចឹងណាយើងច្របល់វា 4-5 នាទីឲ្យវាចូលជាតិសព្វមកល្មមហើយបងប្អូនភ្លក់មើលបើសិនជាស្ទើយើងអាចថែមទឹកត្រីទៀតទៅហើយសម្រាប់ទឹកត្រីដែលខ្ញុំបានលេបមកកូនចានចង្កឹះហ្នឹងនិយាយទៅគឺវាល្មមសម្រាប់នឹងញ៉ាំមីសួរមួយចានហ្នឹងហ្មងបងប្អូនបន្ទាប់ពីយើងច្របល់វាឲ្យចូលជាតិសព្វមកល្មមហើយបងប្អូនអាចភ្លក់មើលម្ដងទៀតបានព្រោះពេលដែលយើងដាក់មីសួរដាក់បន្លែដាក់អីចូលទៅរសជាតិវាអាចនឹងរាងសាបជាងមុនអញ្ចឹងណាអញ្ចឹងហើយពេលដែលយើងធ្វើទឹកត្រីហ្នឹងរសជាតិយើងយកឲ្យវារាងមុតបន្តិចមកព្រោះបើសិនជាយើងយកវាមកល្មមញ៉ាំទេពេលដែលយើងលាយជាមួយបន្លែជាមួយនឹងមីសួរអីទៅគឺវាដឹងតែសាបជាងមុនហ្មងបងប្អូនហើយបន្ទាប់ពីយើងថែមថយគ្រឿងត្រូវរសជាតិអស់ហើយចុងក្រោយចាំយើងបន្ថែមជីគ្រប់មុខជាមួយនឹងសណ្តែកដីចូលយើងច្របល់វាតែ 4-5 ត្រឡប់បានហើយកុំឲ្យជីរបស់យើងនឹងវាឡើងជាប់អញ្ចឹងណាតែប៉ុណ្្នឹងមកគឺថាញ៉ាំមីសួររបស់យើងនឹងគឺរួចរាល់អាចយកមកញ៉ាំបានហើយអីដែលសំខាន់ជាងគេគឺមីសួរបងប្អូនធ្វើម៉េចកុំឲ្យវាលួយព្រោះអីមីសួរតើកាលណាយើងស្រោសឬក៏យើងទុករៀងយូរបន្តិចគឺវាទៅជាលួយស្អិតជាប់គ្នាអញ្ចឹងញ៉ាំទៅអត់សូវឆ្ងាញ់ទេអញ្
ចឹងហើយតសៃមីស៊ូហ្នឹងធ្វើមិនឲ្យវានៅរាងស្រស់តសោះល្អអញ្ចឹងទៅហើយសម្រាប់រសជាតិរបស់ញ៉ាំមីស៊ូហ្នឹងគឺយើងយកឲ្យរាងដិតដោយដែលខ្ញុំបានបញ្ជាក់បងប្អូនអញ្ចឹងរសជាតិហ្នឹងគឺយករាងជូរប្រៃផ្អែមហើយនឹងហឹរបងប្អូនអាចឲ្យស្រេស្រង់បានតាមចំណង់ចំណូលចិត្តហើយសាច់មឹកសាច់បការបស់យើងពេលដែលយើងបានត្រាំជាមួយទឹកកកអញ្ចឹងទៅគឺថាសាច់វាឡើងស្រួយហ្មងបងប្អូនយើងញ៉ាំទៅគឺច្រប់ឆ្ងាញ់មែនតើហ្មងហើយសាច់ជ្រូកច្រាំវិញបងប្អូនកុំចោលញ៉ាំមីស៊ូគ្រឿងសមុទ្រពេលដែលយើងបន្ថែមសាច់ជ្រូកច្រាំអញ្ចឹងទៅគឺកាន់តែមានរសជាតិឆ្ងាញ់ថែមទៀតហើយសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ